គ្រាន់តែឃើញហុយក៏ជះក្លិនណាត្រូវអត់បងប្អូនឥឡូវទៅមើលជាមួយនឹងវិធីធ្វើម្ហូបដោយស្នាដៃខ្ញុំផ្ទាល់តែម្ដងចាគឺម៉ណូយរបស់យើងគឺខបកងជាមួយនឹងសាច់ជ្រូក3ជាន់ណាបងប្អូនតាគ្នាចាជំហានដំបូងគឺយើងត្រូវរំងាស់ជាមួយនឹងស្ករពាងរបស់យើងហ្នឹងគឺស្ករខ្មែរសុទ្ធតែម្ដងបងប្អូនធម្មជាតិ 100%និយាយទៅគឺយើងរំងាស់វាឲ្យឡើងជើងត្រង់អញ្ចឹងណាហើយទៅយើងដាក់គ្រឿងត្រូវចូលតាមក្រោយនេះស្កររបស់យើងគឺចាប់ផ្ដើមឡើងជើងក្រងហើយណាអញ្ចឹងយើងដាក់ជាមួយនឹងខ្ទឹមសអានេះខ្ទឹមខបងប្អូនដាក់គ្នាដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងណាហើយយើងកូរវាចឹងមកឲ្យឡើងឈ្ងុយបងប្អូនដាក់គ្នាចាយើងដាក់វាឲ្យឡើងឈ្ងុយចាឲ្យឡើងឈ្ងុយចឹងមកអ្នកបងប្អូនញ៉ែចាប់តាមគ្រឿងចាដាក់ជាមួយនឹងប្រេងខ្យងទឹកត្រីចារំនេះដាក់តាមចំណង់ចំណូលចិត្តបងប្អូនដាក់គ្នាចាជាមួយនឹងពីសាច់ជ្រូក3ជាន់ណាបងប្អូនចាឥឡូវសាច់ជ្រូក3ជាន់របស់យើងចាប់ផ្ដើមពុះណាអញ្ចឹងយើងដាក់ជាមួយនឹងបង្កងរបស់យើងចូលតែម្ដងបងប្អូនចាទាំងនេះវាចឹងមកចាហើយមនុស្សទាំងអស់ហ្នឹងគឺមាននៅហាងរមៀតចាទីតាំងគឺងាយស្រួលមែនតើបងប្អូនតាគ្នាបងប្អូនតាគ្នាចាអូស៊ីអាយស៊ីនៅចឹងសាប៉ាកាហ្វេយើងហ្នឹងបងប្អូនឃើញហាងរមៀតចាគឺរួមមកហូបខ្មែរទាំងអស់គឺមានច្រើនមុខបងប្អូនចង់ឲ្យបងប្អូនអាចម្សៅបងជាមួយនឹងតម្លៃគឺសមរម្យក៏ដូចជារសជាតិខ្ញុំធានាជូនតែម្ដងចាបាទយើងចាគឺទុកវា10នាទីឲ្យវាឆ្អិនហើយយើងអាចញ៉ាំបានហើយឥឡូវចាំទៅគ្រប់ជាតិជាមួយនឹងទឹកឃ្លីវ៉ាវតំណងខ្លាំងណាស់អូខាងបាក់